បងប្អូនទាំងអស់គ្នាព្រះរាជកម្មបានដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីអំពីកាតព្វកិច្ចយោធាជាផ្លូវការហើយដោយបានអនុម័តដោយរដ្ឋសភារបស់កម្ពុជារបស់យើងនៅក្នុងមាត្រាទី1និងទី2និយាយអំពីបទបញ្ញត្តិទូទៅអំពីការអនុវត្តវិធានការនៅក្នុងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាជនខ្មែរគ្រប់រូបហើយនឹងការអនុវត្តច្បាប់នេះផងដែរគឺមានវិសាលភាពចំពោះប្រជាជនខ្មែរដែលមានអាយុចាប់ពី18ឆ្នាំដល់អាយុ25ឆ្នាំដែលត្រូវបានបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់នេះចំពោះប្រជាពលរដ្ឋដែលជាស្ត្រីការបំពេញកាតព្វកិច្ចយោធារបស់គាត់គឺផ្អែកទៅលើគោលការណ៍ស្ម័គ្រចិត្តមាត្រាទី3ទី4និងទី5គឺស្ដីអំពីរយៈពេលនៃការបំពេញកាតព្វកិច្ចយោធានិងលក្ខន្តិកៈដោយឡែកអំពីយោធិនបម្រុងបំពេញកាតព្វកិច្ចយោធានេះគឺមានរយៈពេល24ខែគិតចាប់ពីថ្ងៃដែលចូលបំពេញកាតព្វកិច្ចក្នុងករណីចាំបាច់កាតព្វកិច្ចយោធាគឺអាចបន្តបានដោយមិនលើសពី6ខែនោះទេយោធិនដែលបញ្ចប់កាតព្វកិច្ចយោធារួចហើយគឺត្រូវបានអនុញ្ញាតឲ្យទៅកាន់ជីវភាពស៊ីវិលវិញប៉ុន្តែស្ថិតនៅក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ45ឆ្នាំក្នុងស្ថានភាពជាយោធិនបម្រុងនេះសម័យជនត្រូវបានមកបំពេញភារកិច្ចនៅក្នុងកងយោធពលខេមរៈភូមិន្ទតាមការអញ្ជើញគ្រប់ពេលវេលាតាមការចាំបាច់របស់ប្រទេសជាតិគ្រប់រូបភាពនិងកលៈទេសៈតម្រូវទៅតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជានិងលក្ខន្តិកៈដោយឡែករបស់យោធិនបម្រុងគឺត្រូវបានកំណត់ដោយព្រះរាជក្រឹត្យមាត្រាទី6ទី7ទី8គឺការចុះបញ្ជីការអញ្ជើញនិងការពន្យាពេលនិងការអនុញ្ញាតឲ្យរួចផុតពីកាតព្វកិច្ចយោធាប្រជាជនខ្មែរគ្រប់រូបដែលដល់អាយុត្រូវបំពេញកាតព្វកិច្ចយោធាត្រូវអញ្ជើញទៅចុះឈ្មោះក្នុងបញ្ជីជំរឿនកាតព្វកិច្ចយោធាដែលមានអាយុចាប់ពី17ឆ្នាំឡើងទៅហើយអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបម្រុងឲ្យចូលបំពេញកាតព្វកិច្ចយោធាត្រូវបានទទួលនៅការជូនដំណឹងនិងការបដិឆេទនិងទីកន្លែងសម្រាប់ការចុះឈ្មោះបំពេញកាតព្វកិច្ចយោធាបងប្អូនក៏អាចដាក់ពាក្យស្នើសុំពន្យាពេលមួយឆ្នាំម្ដងលក្ខខណ្ឌនិងបែបបទនៃការពន្យាពេលគឺត្រូវបានកំណត់ដោយអនុក្រឹត្យការអនុញ្ញាតឲ្យរួចផុតពីកាតព្វកិច្ចយោធាអនុវត្តចំពោះព្រះសង្ឃបព្វជិតនៃសាសនាផ្សេងៗដែលមានការទទួលស្គាល់ពីក្រសួងធម្មការនិងសាសនាប្រជាពលរដ្ឋដែលមានសកម្មភាពឬក៏ទេពកោសល្យពិសេសនៅក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងនិវេនវត្តដែលមានការបញ្ជាក់ពីក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវឬក៏អនុវត្តផ្ទាល់នៅកិច្ចការដែលមានប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរៈភូមិន្ទដែលមានរយៈពេលកំណត់ស្មើនឹងរយៈពេលបំពេញកាតព្វកិច្ចយោធាដោយមាននៅកំណត់ក្នុងច្បាប់នេះប្រជាពលរដ្ឋខ្មែរដែលបានបញ្ចប់សេវាយោធិនជាប់កិច្ចសន្យាស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវដោយមានការត្រួតពិនិត្យជាក់ស្ដែងពីគណៈកម្មការសុខាភិបាលមាត្រាទី9ទី10ហើយនិងទី11គឺស្ដីអំពីកាតព្វកិច្ចនិងអត្ថប្រយោជន៍នៃការបំពេញកាតព្វកិច្ចជាយោធាក្នុងរយៈពេលនៃការបំពេញកាតព្វកិច្ចយោធាយោធិនគ្រប់រូបគឺទទួលបានប្រាក់ឧបត្ថម្ភនិងគោលរបបផ្សេងៗដែលត្រូវបានកំណត់ដោយអនុក្រឹត្យយោធិនដែលមានជំងឺឬក៏របួសឬក៏មានគ្រោះថ្នាក់ផ្សេងៗត្រូវទទួលបានការសង្គ្រោះការព្យាបាលនិងការមើលថែទាំពីក្រសួងការពារជាតិក្នុងករណីយោធិនពលីមរណៈឬក៏ពិការដោយបុព្វហេតុជាតិមាតុភូមិក្នុងការបំពេញបេសកកម្មនៅក្នុងកំឡុងពេលនៃការបំពេញកាតព្វកិច្ចយោធាយោធិនត្រូវទទួលបានគោលរបបផ្សេងៗដែលត្រូវកំណត់ដោយអនុក្រឹត្យយោធិនដែលបានបង្កើតស្នាដៃល្អនៅក្នុងការបំពេញកាតព្វកិច្ចយោធាត្រូវបានលើកទឹកចិត្តនិងសរសើរដូចជាយោធិនអាជីពដូចគ្នាក្នុងរយៈពេលនៃការបំពេញកាតព្វកិច្ចយោធានេះផងដែរយោធិនគ្រប់រូបគឺត្រូវគោរពតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរៈភូមិន្ទហើយយោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាគឺត្រូវបានលើកទឹកចិត្តដែលត្រូវបានកំណត់ដោយរាជក្រឹត្យស្ថាប័នសហគ្រាសសាធារណៈឬក៏ឯកជននានានិងអង្គការសង្គមស៊ីវិលត្រូវទទួលប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធានោះចូលបម្រើការងារវិញនៅក្នុងក្របខ័ណ្ឌដើមដោយរក្សាមុខតំណែងដូចមុនពេលទៅបំពេញកាតព្វកិច្ចយោធានិងផ្ដល់ថវិកាភាពនៅក្នុងការពិចារណាឡើងតំណែងឬក៏ឋានៈឬក៏ឋានន្តរស័ក្តិរយៈពេលនៃការបំពេញកាតព្វកិច្ចយោធាត្រូវបានរាប់បញ្ចូលនៅក្នុងអតិថិភាពសម្រាប់ការដំឡើងឋានៈឬក៏ឋានន្តរស័ក្តិឬក៏ការចូលនិវត្តន៍របស់សម័យជនផងដែរគ្រឹះស្ថានសាធារណៈគឺក៏ឯកជនផ្សេងៗត្រូវទទួលស្គាល់ឲ្យសិស្សនិស្សិតដែលបានបញ្ចប់កាតព្វកិច្ចយោធានោះបន្តការសិក្សាឡើងវិញដោយរក្សាលទ្ធផលនៃការសិក្សាកន្លងមកជូនសម័យជនបែបបទនិងនីតិវិធីនៅក្នុងការទទួលយកប្រជាពលរដ្ឋដែលបញ្ចប់កាតព្វកិច្ចយោធាឲ្យចូលបម្រើការងារឬក៏បន្តការសិក្សាឡើងវិញនេះត្រូវបានកំណត់ដោយអនុក្រឹត្យមាត្រាទី12បទល្មើសព្រហ្មទណ្ឌដែលបានចែងនៅក្នុងច្បាប់នេះត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់តុលាការយោធាមាត្រាទី13ស្ដីអំពីទោសបញ្ញត្តិប្រជាជនខ្មែរគ្រប់រូបដែលត្រូវបានអញ្ជើញឲ្យចូលបំពេញកាតព្វកិច្ចជាយោធាហើយមិនមកបង្ហាញខ្លួនតាមការអញ្ជើញក្នុងរយៈពេល30ថ្ងៃនោះទេគឺត្រូវចាត់ទុកថាជាជនដែលគេចវេះពីកាតព្វកិច្ចយោធាលើកឡើងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់ហើយជនណាដែលគេចវេះពីកាតព្វកិច្ចយោធាត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី6ខែទៅ2ឆ្នាំនិងពិន័យប្រាក់ពី1លានទៅ4លានរៀលប្រសិនបើអំពើនេះត្រូវបានប្រព្រឹត្តក្នុងកលៈទេសៈប្រទេសដែលមានសន្តិភាពហើយដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់4លានរៀលរហូតដល់10លានរៀលប្រសិនបើអំពើនេះត្រូវបានប្រព្រឹត្តក្នុងកលៈទេសៈដែលប្រទេសមានសង្គ្រាមឬក៏រងការឈ្លានពានពីកម្លាំងបរទេសករណីដែលជនល្មើសទទួលកំហុសរបស់ខ្លួនហើយសុកចិត្តមកបំពេញកាតព្វកិច្ចយោធាវិញ
មុនពេលដែលមានសេចក្តីសម្រេចស្ថាពរពីតុលាការជននោះត្រូវបានអនុគ្រោះពីការផ្ដន្ទាទោសប៉ុន្តែត្រូវបញ្ជូនជននោះទៅអនុវត្តទណ្ឌកម្មវិន័យវិញជនណាដែលជ្រៀតយកឋានៈឬក៏តួនាទីរបស់ខ្លួនដើម្បីធ្វើការរាំងស្ទះដល់ប្រជាពលរដ្ឋមិនឲ្យចូលបំពេញកាតព្វកិច្ចយោធាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំដែលបណ្ដេញជាទឹកប្រាក់ពី4លានរៀលដល់10លានរៀលចំពោះចម្ពោះទី7ទី8វិញគឺការអនុវត្តច្បាប់ស្តីអំពីកាតព្វកិច្ចយោធាដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមកាលពីឆ្នាំ2006ក្រោយគេគឺមាត្រាទី20គឺច្បាប់នេះគឺត្រូវបានប្រកាសជាបញ្ញត្តិតែម្ដងអ្នកនរគ្នាអញ្ចឹងបើសិនជាបងប្អូនអ្នកនរគ្នាចង់អានជាឯកសារពេញតែម្ដងអ្នកនរគ្នាអាចចូលទៅអាននៅក្នុង page របស់សម្ដេចហ៊ុនម៉ាណែតបានដែលគាត់បានបង្ហោះអញ្ចឹងជួបជាមួយខ្ញុំលីហួននៅវីដេអូបន្តទៀត